ថ្ងៃនេះនាំបងប្អូនមកមើលទស្សនីយភាពនៅក្នុងហាងគ្រឿងសង្ហារិម IKEA ដែលស្ថិតនៅក្នុងទីក្រុង Antwerpen ព្រោះអីថ្ងៃហ្នឹងពួកខ្ញុំមានគោលបំណងមករកទិញទូព្យួរខោអាវឲ្យកូនខ្ញុំអញ្ចឹងណាយើងចង់បំបែកឲ្យគាត់មានអឯកជនភាពរបស់គាត់នៅក្នុងបន្ទប់គាត់ផ្សេងអញ្ចឹងទៅហើយខ្ញុំក៏មានគំនិតថាអូខេចង់ថតទិដ្ឋភាពនៅខាងក្នុងឲ្យបងប្អូនមើលអញ្ចឹងណាព្រោះនៅក្នុងហាង IKEA ហ្នឹងគឺគេតែងតែ decor អឺអត់ម៉ូដដដែលលេចង់និយាយថាមានរដូវកាលខ្លះគឺគេដូរទីតាំងដូរម៉ូដមកអីចឹងដើម្បីមានភាពទាក់ទាញឲ្យអតិថិជនបានទិញចឹងណាហើយនៅក្នុងហាង IKEA ហ្នឹងគឺគេប្រកែតុបតែងspace ហើយចង់និយាយថាកន្លែងទូចប៉ុណ្ណាក៏គេច្នៃចេញដែរគឺគេអត់ទុកកន្លែងទំនេរចោលទេគឺគេធ្វើក្លុកក្លៀតចឹងទៅគឺជាគំនិតមួយច្នៃប្រឌិតសម្រាប់ដូចថាដូចយើងមានកន្លែង space ទូចអីចឹងទៅយើងអាចដូចថាទៅកន្លែងហាងហ្នឹងរោអ្វីៗយកមកតុបតែងបានឬក៏យើងអាចយកម៉ូដគេមកធ្វើនៅក្នុងផ្ទះយើងក៏បានដែរហើយបើសិនជាយើងត្រូវការជំនួយការដូចថាយើងមានទំហំបន្ទប់យើង40ការ៉េឬក៏80ការ៉េអីចឹងយើងចង់ឲ្យគេ design decor ឲ្យយើងអត់បានទិញអ្វីវ៉ាន់គេទេប៉ុន្តែគេមានសេវាdecor ឲ្យយើងអញ្ចឹងណាម៉ូដចេញម៉ូដឲ្យយើងអញ្ចឹងខ្ញុំឆែកជាមួយប្តីខ្ញុំទៅគាត់ប្រាប់ថាតម្លៃខ្ទង់29អឺរ៉ូឬក៏40ឯងចន្លោះប៉ុណ្្នឹងឯងអត់ថ្លៃទេបងប្អូនយើងគ្រាន់តែគូសឬក៏យើងប្រាប់ពីទំហំការ៉េបន្ទប់យើងទៅឲ្យគេទៅគេ design ឲ្យយើងបានហើយណាមួយប្តីខ្ញុំគឺគាត់មានគម្រោងចង់ design បន្ទប់នៅផ្ទះពុកម្ដាយខ្ញុំនៅខ្មែរហ្នឹងណាចឹងទៅក៏គាត់ថាអូខេគាត់យកគម្រោងហ្នឹងទៅឲ្យខាង IKEA ហ្នឹងគេគូសឲ្យហើយនឹងច្នៃឲ្យចឹងថាអាចតុបតែងបានប៉ុណ្ណាចឹងណាចឹងទៅគាត់ថាចាំពេលខ្លួនឯងទៅស្រុកខ្មែរហើយគាត់ទំនេរដែរចឹងគាត់នឹងទៅខាង IKEA ហ្នឹងឲ្យគេគូសនឹងតុបតែងបញ្ចេញជាយោបល់ជាគំនិតមួយថាតើយើងអាចតុបតែងstudio ប៉ុណ្ណេះនៅស្រុកខ្មែរនឹងអស់ប៉ុណ្ណាអីចឹងណាបងប្អូនតែចាំមើលមើលប្តីខ្ញុំគាត់ប្រាប់តាមក្រោយហើយពួកខ្ញុំក៏មានគម្រោងថានឹងរកទិញសាឡុងដែរព្រោះអីរាល់ថ្ងៃហ្នឹងនៅ apartment ចង់និយាយថាយើងអត់គេអត់មានផ្ដល់គ្រឿងសង្ហារិមឲ្យយើងទេចឹងយើងត្រូវទិញខ្លួនឯងចឹងហើយក៏ពួកខ្ញុំត្រូវដើរមើលហើយប្តីខ្ញុំគឺគាត់ឃើញ sofa នឹងមួយប៉ុន្តែគាត់ថាដូចជាមិនសូវពេញចិត្តសោះអញ្ចឹងហើយចាំមើលថ្ងៃអាទិត្យឬក៏ថ្ងៃចុងសប្តាហ៍ក្រោយហ្នឹងគឺគាត់ទៅរកមើលទៀតអញ្ចឹងណាប្តីខ្ញុំចង់និយាយថាបើសិនជាគាត់ចាយលុយលើសម្ភារៈគឺចង់និយាយថាគ្រឿងសង្ហារិមអីមួយគឺគាត់មើលទៅលើគុណភាពទោះបីជារបស់នឹងថ្លៃប៉ុណ្ណាក៏ដោយតែបើមានគុណភាពគឺគាត់ហ៊ានចាយលុយហើយព្រោះយើងទិញមកយើងមិនចង់ប្រើត្រឹមតែ10ឆ្នាំឯងយើងប្រើតកូនតចៅអញ្ចឹងណាបើសម្រាប់ខ្ញុំវិញគឺខ្ញុំចូលចិត្តស្រួលខ្លីចង់ឲ្យថាគិតពីបច្ចុប្បន្នទៅអនាគតដែរប៉ុន្តែมันគិតដល់វែងឆ្ងាយ4-10ឆ្នាំទេបងប្អូនយើងគិតថាឥឡូវយើងត្រូវការអញ្ចឹងហើយมันចាំបាច់គិតយូរវែងឆ្ងាយអញ្ចឹងណាប៉ុន្តែប្តីខ្ញុំគាត់ចង់បានរបស់ល្អណាមួយរបស់ហ្នឹងគេចូលខ្ទង់ពាន់គ្រាន់តែកៅអីនៅ IKEA មួយនឹងដែលខ្ញុំមើលហ្នឹងនៅក្នុងវីដេអូមុនពើទឹកក្រូចបងប្អូនអានឹង1000អឺរ៉ូបាត់ហើយហ្នឹងតែអានឹងមិនមែនស្បែកសុទ្ធទៀតហើយប្តីខ្ញុំគាត់មើលពីគុណភាពមើលខាងក្រោមសាឡុងហ្នឹងទៅវាអត់សូវមាំចឹងទៅគាត់ថាចាំមើលរោនៅកន្លែងគ្រឿងសង្ហារិមដែលគេហៅថាធ្វើដោយដៃផ្ទាល់ចឹងទៅវារឹងមាំល្អជាងគាត់ឆ្លាញ់របៀបបែបស្បែកសុទ្ធហើយនឹងឈើសុទ្ធចឹងទៅគាត់ចាំមើលទៅហាងផ្សេងចឹងណាហើយហ្នឹងហើយចាំបើសិនជាបានទៅចាំថតជូនបងប្អូនមើលហើយខ្ញុំស្ដាយមែនទេនៅវីដេអូ6នាទីមុនដែលខ្ញុំបានថតផ្សេងហ្នឹងគឺវាអត់ជាប់បងប្អូនដោយសារតែយើងប្រើកាមេរ៉ាថ្មីស៊េរីថ្មីហ្នឹងគេថតទៅរបៀបដូចថាគេយើងចុច pause ហើយយើងចុច record បានទៀតនៅក្នុងវីដេអូតែមួយប៉ុន្តែមានណាបងប្អូននៅចុចចុះចុចឡើងក៏អត់បានមើលថតបានតែជើងខ្លួនឯង6-7នាទីអស់សណាយមែនទេអ្នក content creator ថ្មីអីលេងFacebook page នេះហ្មងតាំងពីមកពីស្រុកខ្មែរមកវាចូល2ឆ្នាំហើយចឹងទៅគឺថានៅមិនទាន់ចូល content creator ពេញលេញទេនេះអូយបញ្ចូលសលេងបដាលនៅខាងក្រៅហ្នឹងគឺគេមានក្បួនដង្ហែឡានកសិករចាំថតផឲ្យបងប្អូនមើលវីដេអូក្រោយទៀតតែហ្នឹងហើយបងប្អូនមើលទស្សនីយភាពនៅក្នុង IKEA ទៅណាហើយចាប់អារម្មណ៍មួយណាមើលមួយហ្នឹងទៅប៉ុន្តែខ្ញុំអត់មានសេវាទិញឲ្យទេអូនិយាយលេងសើចអីចេះថតឲ្យបងប្អូនឃើញមើលទៅហើយចង់ឲ្យថាវាស្អាតប្លែកហើយនៅក្នុង IKEA ហ្នឹងគឺវាធំមែនទែនមកយើងដើរ1ម៉ោងអីគឺមិនគ្រប់មិនគ្រាន់ទេវាសម្បូរពេកចង់ឲ្យថាពីនិយាយចំទៅគ្រឿងក្នុងផ្ទះទាំងអស់ហ្នឹងគឺមានទាំងអស់តាំងជាក្រានបែបបន្ទប់ទឹកអីបន្ទប់
គេងបន្ទប់ទទួលភ្ញៀវពីច្រកចូលកន្លែងសួនច្បារអីគឺថាមានគ្រប់កំភ្លេងអញ្ចឹងភាគច្រើនគឺគេទៅតែមួយអញ្ចឹងទៅគឺគេដើរមើល IKEA រួចហើយគេញ៉ាំអាហារពេលល្ងាចនៅកន្លែងភោជនីយដ្ឋាន IKEA ហ្មងដែលខ្ញុំតែងទៅញ៉ាំគេហៅថា Bollekus ហ្នឹងអារបៀបដូចថាប្រហិតបន្លែឬក៏ប្រហិតសាច់អីចឹងទៅហើយយើងញ៉ាំជាមួយនឹងដលងបំពងនឹងឯងបងប្អូនហើយគេមានលក់ផ្កាស្រស់ផ្កាឈើអីចឹងណានៅហ្នឹងគឺស្អាតហើយគេរបៀបដូចថាសាមញ្ញហើយតម្លៃវិញគឺសមរម្យបើនិយាយពី quality វាគ្រាន់បើជាងនៅ Action ទាំង Aldi អីចឹងវាខ្ពស់ជាងនឹងដែរហើយសម្ភារៈនៅបើនិយាយពីគុណភាពគឺយើងអាចប្រើបានយូរបងប្អូនបានយូរ5ទៅ10ឆ្នាំបើយើងចេះថែទាំអញ្ចឹងណាប៉ុន្តែប្រជាជននៅនេះគឺគេសម្បូរហូរហៀអញ្ចឹងទៅដូចថាគេចង់ដូរពេលដូចថាគេប្រើអស់ចិត្តតែ3 4ឆ្នាំគឺគេដូរទៀតហើយនិយាយពីថាប៉ុណ្ណា